សួស្តីលោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញគ្រូតាក់ទងទៅនឹងការធ្វើបញ្ជីហៅឈ្មោះសិស្សងាយៗអញ្ចឹងលោកគ្រូគ្រាន់តែទី1លោកគ្រូមានកម្មវិធីគ្រូទុកថ្នាក់យើងនឹងមកហើយលោកគ្រូបញ្ចូលឈ្មោះសិស្សឲ្យបានរួចរាល់ហើយលោកគ្រូត្រឡប់ទៅផ្នែករដ្ឋបាលនឹងវិញមកហើយលោកគ្រូចុចយកត្រង់កន្លែងបញ្ជីឈ្មោះសិស្សនឹងមកហើយលោកគ្រូនឹងបានបញ្ជីបែបហ្នឹងតាក់ទងទៅនឹងឈ្មោះសាលាឈ្មោះអីហ្នឹងគឺនៅត្រង់កន្លែងចំណុចព័ត៌មានគ្រូហើយលោកគ្រូឃើញថាផ្នែកខាងក្រោមនិងផ្នែកខាងលើវាដាច់ដលែកអញ្ចឹងលោកគ្រូអាចធ្វើការចុចយកពាក្យលក្ខណៈនេះបានអញ្ចឹងលោកគ្រូគ្រាន់តែចុចយកពាក្យលក្ខណៈនេះមកបន្ទាប់ពីលោកគ្រូលក្ខណៈឃើញថាផ្នែកខាងក្រោមនៃតារាងនឹងភ្ជាប់មកផ្នែកចុងបង្អស់នៃឈ្មោះសិស្សហើយលោកគ្រូនឹងទទួលបានបញ្ជីឈ្មោះសិស្សហៅឈ្មោះសិស្សឬក៏លោកគ្រូអាចធ្វើការកែត្រង់ចំណុចនេះទៅជាបញ្ជីអ្វីក៏បានដែរទៅតាមតម្រូវការរបស់លោកគ្រូដែលមានពីលេខថ្ងៃទី1ដល់ថ្ងៃទី30បែបនេះហើយតកតងត្រង់មុខវិជ្ជានេះលោកគ្រូអាចធ្វើការជ្រើសរើសមុខវិជ្ជាបានផងដែរឧទាហរណ៍សម្រាប់មុខវិជ្ជាសកម្មភាពពិសេសឬក៏មុខវិជ្ជាអីផ្សេង